យើងជាក់ស្ដែងយើងបានទទួលព័ត៌មានដូចគ្នាដូចអាយដាមម្ដងស្នេហ៍តូមានប្រសាសន៍អញ្ចឹងគឺមានន័យថាអតិជនរបស់យើងក៏ដូចប្រជាជនរបស់យើងគឺយើងតែងតែឃើញថាពេលដែលជនល្មើសគាត់ខលមកឬក៏អីអញ្ចឹងក៏តែងតែរំលឹកឲ្យអតិជនរបស់យើងមានថាគណនីរបស់គាត់ហ្នឹងគឺត្រូវបានធ្វើបច្ចុប្បន្នភាពគណនីរបស់គាត់របស់អតិជនហ្នឹងគឺត្រូវតែបិទសិនដើម្បីដកលុយចេញអីជាដើមចាអញ្ចឹងកន្លែងនេះដែរខ្ញុំឆ្លៀតឱកាសនេះខ្ញុំចង់បញ្ជាក់ដែរថាបុគ្គលិកធនាគារគឺអត់មានលក្ខខណ្ឌណាមួយដែលខលទៅអតិថិជនដើម្បីឲ្យគាត់ដកសាច់ប្រាក់ចេញឬក៏គាត់ត្រូវការធ្វើបច្ចុប្បន្នភាពអីទេព្រោះធម្មតានៅក្នុង system របស់ធនាគារនៅពេលដែលយើងធ្វើបច្ចុប្បន្នភាពអីគឺត្រូវការឲ្យគាត់អាប់ដេតនៅក្នុងទូរស័ព្ទរបស់គាត់ដែរយើងគិតថាដូចយើង version 1 version 2ដែល system របស់យើងហ្នឹងគឺចុចអាប់ដេតដោយស្វ័យប្រវត្តិឬក៏គាត់ត្រូវការអាប់ដេតខ្លួនឯងអញ្ចឹងអត់មានអតិថិជនដែលត្រូវបានបុគ្គលិកធនាគារត្រូវការទៅប្រាប់គាត់ថាត្រូវដកលុយសាច់ប្រាក់ចេញឬក៏អីទេគឺអត់មានទេហើយកន្លែងនេះដែរវាជាការផ្សព្វផ្សាយរបស់ខាងធនាគារក៏ដូចជាវិស័យធនាគារទាំងមូលគឺយើងបានផ្សព្វផ្សាយជាច្រើនថាបុគ្គលិកយើងគឺអត់មានលក្ខខណ្ឌដែលធ្វើបែបហ្នឹងទេហើយទីមួយទៀតក៏ចង់បញ្ជាក់ជូនទៅសាធារណជនក៏អតិថិជនដែរថានៅពេលដែលគាត់ទទួលបានការខលឬក៏អីពីជនល្មើសឬក៏អីអញ្ចឹងគឺដាច់ខាតគឺគាត់មិនត្រូវប្រវាយព័ត៌មានមិនត្រូវផ្ដល់ព័ត៌មានដែលដូចជាលេខសម្ងាត់តខ្លួនដែលជាព័ត៌មានរបស់ខ្លួនឯងហើយតែធម្មតាលេខសម្ងាត់នេះគឺមានតែគាត់ម្នាក់គត់ដែលគាត់បានដឹងអញ្ចឹងនៅពេលដែលគាត់ត្រូវបានផ្ដល់ទៅឲ្យអ្នកទី3ឬអីអានឹងដូចយើងផ្ដល់លក្ខខណ្ឌមួយឲ្យពួកគាត់នឹងមានមធ្យោបាយក្នុងការធ្វើបទល្មើសផ្សេងចាអញ្ចឹងកន្លែងនេះខ្ញុំក៏ចង់បញ្ជាក់ប៉ុណ្្នឹងថាយើងអត់មានបុគ្គលិកណាដែលគាត់ត្រូវខលទៅប្រាប់អតិថិជនបែបហ្នឹងទេចាជាក់ស្ដែងបើយើងឃើញអំពីការផ្សព្វផ្សាយហ្នឹងខាងសមាគមក៏ដូចជាអាជ្ញាធរដែលមានធនាគារជាតិកម្ពុជាគាត់បានធ្វើហើយក្នុងនោះក៏សហការជាមួយនឹងខាងប៉ូលីសបច្ចេកវិទ្យាឬក៏ខាងសមត្ថកិច្ចដែលគាត់មានតួនាទីនៅក្នុងដូចនៅក្នុងតំបន់ដូចភូមិឃុំអីចឹងដែលគាត់បានជ្រាបនៅចំណេះដឹងតាក់ទងជាមួយនឹងវិស័យធនាគារហើយខ្ញុំយើងក៏ឃើញអ្នកគ្នាថាបើយើងវិលពី10ឆ្នាំទៅមុនណាយើងឃើញថាអតិថិជនរបស់យើងឬក៏ប្រជាជនរបស់យើងពិតជាយល់នៅការទុកដាក់លុយនៅក្រោមខ្នើយមែនប៉ុន្តែឥឡូវនេះគឺគាត់បានធ្វើការជឿជាក់នៅក្នុងវិស័យធនាគារក៏ដោយការដែលយើងមានថាគាត់ទុកចិត្តដើម្បីគាត់យកសាច់ប្រាក់របស់គាត់ហ្នឹងមកផ្ញើហើយកន្លែងនេះខ្ញុំក៏ចង់បើកវងកញ្ចក់ដែរថាប្រជាជនរបស់យើងគឺបានដឹងយ៉ាងច្រើនហើយព្រោះខ្ញុំឃើញពាក្យច្រើនកាលពីដែលសម័យមុនគឺគាត់តែឃើញថាគាត់ពិតជាបានផ្ដល់នៅព័ត៌មានអីតាមដែលពួកខូចគាត់ចង់បានអញ្ចឹងតែឥឡូវនេះគាត់មានភាពឆ្លាតវៃមានថាគាត់ថតទុកទៀតថាពួកហ្នឹងពិតជាបោកគាត់មែនអញ្ចឹងគាត់ថតទុកជាផុសតាងដើម្បីគាត់ផ្សព្វផ្សាយបន្តមានថាលេខប៉ុណ្្នឹងគឺជាជនឆបោកទេអញ្ចឹងឲ្យប្រជាជនតទៀតគាត់បានទទួលបានព័ត៌មានហ្នឹងតគ្នាដែរចា៎